តើទម្រង់គីវីហេសមានន័យដូចម្ដេចហើយគេប្រើប្រាស់វាដើម្បីអ្វីនៅក្នុងមេរៀននេះយើងនឹងសិក្សាអំពីទម្រង់គីវីហេសយរ៉ាប៊ូនអាញ៉សេអូសួស្តីអ្នកទាំងអស់គ្នាតោះថ្ងៃនេះយើងមានមេរៀនថ្មីមួយទៀតហើយដើម្បីលើកយកមកធ្វើការសិក្សាអញ្ចឹងមេរៀនយើងក្នុងថ្ងៃនេះគឺគីវីហេសតោះសម្រាប់គ្នាយើងដែលមានបំណងរៀនភាសាកូរ៉េតាមអនឡាញវគ្គថ្មីថ្នាក់សន្ទនាទូទៅសាវេទង្ហាប់ Program កម្រិត1ចូលរៀនថ្ងៃទី4ខែតុលាឆ្នាំ2025រៀនរៀងរាល់ថ្ងៃសៅរ៍អាទិត្យចាប់ពីម៉ោង8ដល់ម៉ោង10យប់ម៉ោងនៅក្នុងប្រទេសកូរ៉េសម្រាប់តម្លៃសិក្សាវិញត្រឹមតែ 80,000 វ៉ុនប៉ុណ្ណោះរៀនមួយចប់សៀវភៅតោះអញ្ចឹងសម្រាប់គ្នាយើងដែលមិនទាន់បានចុច Subscribe សូមជួយចុច Subscribe ហើយនឹងដាក់រូបកណ្ដឹងម្នាក់មួយផងណាតោះឥឡូវយើងចូលដល់មេរៀនយើងទាំងអស់គ្នាគីវីហេសគេប្រើវាដើម្បីបង្ហាញអំពីគោលបំណងនៅក្នុងការធ្វើអ្វីមួយដើម្បីសម្រេចបំណងវាមានន័យថាដើម្បីឬក្នុងគោលបំណងអ្វីមួយឧទាហរណ៍저는 한국어를 배우기 위해서 한국에 왔어요. 저는 한국어를 배우기 위해서 한국에 왔어요. ខ្ញុំមកប្រទេសកូរ៉េដើម្បីរៀនភាសាកូរ៉េ저는 성공하기 위해서 열심히 노력하고 있어요. 저는 성공하기 위해서 열심히 노력하고 있어요. ខ្ញុំកំពុងខិតខំប្រឹងប្រែងដើម្បីភាពជោគជ័យយើងក៏អាចប្រើវាជាគីវីហាន់នៅពេលតុបតែងនាមដែលចេញមកពីខាងក្រោយវាឧទាហរណ៍공부를 잘하기 위한 방법을 좀 알고 싶어요. 공부를 잘하기 위한 방법을 좀 알고 싶어요. ខ្ញុំចង់ដឹងពីវិធីសាស្ត្របន្តិចដើម្បីឲ្យរៀនពូកែនៅពេលដែលយើងប្រើប្រាស់វាជាមួយនាមយើងប្រើវាជា을 위해서ឧទាហរណ៍ 우리의 즐거운 직장 생활을 위해서 건배합시다. 우리의 즐거운 직장 생활을 위해서 건배합시다. ជុលកែវមួយដើម្បីឲ្យការរស់នៅកន្លែងការងាររបស់ពួកយើងមានភាពសប្បាយរីករាយអូខេអ្នកនរគ្នាអញ្ចឹងសម្រាប់មេរៀនយើងគឺមានតែប៉ុណ្ណឹងហើយបើសិនជាអ្នកនរគ្នាមិនយល់ឬមានចម្ងល់អ្វីអាច comment សួរនៅខាងក្រោមបានហើយយើងនឹងជួបគ្នានៅក្នុងមេរៀនថ្មីទៀតអញ្ញង